រឿងបែបនេះខ្ញុំមកក្តៅក្រហល់ក្រាយនៅរឿងដែលអយុធធម៌ណាបងប្អូនខ្ញុំចង់ចេញមកបកស្រាយឲ្យមានបងប្រុសនិងបងប្រុសឬក៏ពូឬក៏ត្រូវជាអ្វីទេគាត់ចូលមកសួរនេះខ្ញុំថាបានឃើញពិតទេនេះខ្ញុំចានេះខ្ញុំបានឃើញពិតឃើញនឹងគ្រប់ភ្នែកនេះខ្ញុំនេះទាំងពីរណាទាំងគូមានខ្ញុំឃើញហើយអំពើអយុធធម៌នេះបងប្រុសម្នាក់ណាគាត់មានខ្ញុំអូសទៅឃើញទេអូសទៅឃើញបងប្រុសនឹងគាត់បង្ហោះជាវីដេអូ live ផ្ទាល់ឲ្យគាត់ស្រែកថាបងប្អូនណាបងប្អូនជួយពិចារណាមើលខ្ញុំមកទីនេះរយៈពេល3ថ្ងៃហើយនឹងខ្ញុំបាទអត់ទាន់បានអីហូបទេនឹងខ្ញុំអត់មានថវិកាទេអត់មានលទ្ធភាពអត់មានអីហូបអត់អង្គអត់ទឹកញ៉ាំហើយក៏នឹងខ្ញុំចូលទៅ comment សួរគាត់ថាហេតុអ្វីបងអូនបានអញ្ចឹងថានេះឥឡូវនេះខ្ញុំនៅមុខកំពុងនៅមុខសាលាខេត្តហើយមើលអីវ៉ាន់កំពុងតែជូនចុះពីកម្មខ្ញុំដើម្បីដឹកបញ្ចូលទៅក្នុងឃ្លាំងសាលាខេត្តបាត់ដំបងហើយខ្ញុំគេមិនបើកឲ្យខ្ញុំទេពេលខ្ញុំសុំគេថាកូនខ្ញុំអត់មានអីហូបណាខ្ញុំក៏ឃ្លានអត់មានទឹកផឹកអត់មានបាយហូបហើយដឹងកន្លែងនឹងជូនឃ្លាំងតិចសឡុតឲ្យថាម៉េចទេអីវ៉ាន់មកមិនទាន់គ្រប់ចំនួនមិនអាចចាយបានទេណាគាត់និយាយបែបនេះហើយដល់ពេលបងប្រុសគាត់ខឹងពេកគាត់ក្តៅពេកណាបងប្អូននឹងមិនគាត់ចូលទៅថតនៅក្នុងឃ្លាំងម្ដងគាត់ដើរចូលទៅថតណាហើយឃើញបងប្អូនកម្មករគាត់កំពុងតែជូនចេញពីឡានហើយជូនចូលឃ្លាំងហើយលងទាល់លើដបូលអញ្ចឹងហើយបងប្រុសស្រ័យទៀតថាឃើញទេអីវ៉ាន់ពេញឃ្លាំងហើយខ្ញុំអត់ឃ្លានមក3ថ្ងៃហើយទឹកក៏អត់មានញ៉ាំដែរឲ្យខ្ញុំសុំជាអ្វីបន្តិចមកដល់ចាញ់ឃ្លានលុបវីដេអូនេះចោលភ្លាមឃើញបានត្រឹមនឹងឯងបងប្អូនយកមកបង្ហោះនេះខ្ញុំឃើញហើយនេះខ្ញុំវាឈឺចាប់វាឈឺហើយនេះខ្ញុំអត់ដែរលូកលាន់ទេរឿងប្រទេសជាតិព្រោះនេះខ្ញុំដឹងថាមានសម្ដេចបវរធិបតីហ៊ុនម៉ាណែតហើយនឹងសម្ដេចពុកគាត់មើលថែហើយណានេះខ្ញុំមិននឹកស្មានថាពួកគេធ្វើបែបនឹងឲ្យខូចឈ្មោះដល់សម្ដេចពុកទេណានេះខ្ញុំក៏មិននឹកស្មានថាពួកគេធ្វើបែបនឹងអាចធ្វើបានណាចង់និយាយថាអាចធ្វើបានណាហើយទាំងអំណោយអស់ទាំងនោះបងប្អូនដឹងអំណោយមហាជនសប្បុរសជនក្រៅប្រទេសក្នុងប្រទេសណាបងប្អូនគិតពិចារណាមើលមិនមែនជារបស់ពួកវាទេហេតុអ្វីបានពួកវាធ្វើបែបហ្នឹងបានជាខ្ញុំក្តៅណាស់នាងខ្ញុំអូហើយនាងខ្ញុំមិនសង្វេគអ្វីទេថាមនុស្សចាស់ក៏មនុស្សចាស់ចោះកូនក្មេងណាកូនទូអង្គុយលើតេះទូ2 3ល្មិចមកនោះអត់មានអីញ៉ាំហើយឪពុកនោះនឹងទៅបានរលឹកពីណាទេយកមកដាក់ឲ្យកូនញ៉ាំណានេះខ្ញុំឃើញហើយនេះខ្ញុំវាអូខ្ញុំសក់ទឹកភ្នែកខ្ញុំវាអួលដើមកមកឃើញហើយនេះខ្ញុំទឹកភ្នែកលងភ្លាមខ្ញុំមកបងស្រីខ្ញុំអត់បាយ3ថ្ងៃហើយខ្ញុំអត់មានអីហូបទេសំបីតែទឹកក៏អត់មានផឹកដែរខ្ញុំទៅសុំគេទៅឈោសុំគេនឹងមុខសាលាខេត្តអីវ៉ាន់ចូលទាំងឡានហើយស្រែកថាមិនទាន់គ្រប់មិនទាន់ចែកឲ្យអ្នកណាទេឆ្លើយបែបនឹងរហូតហើយមិនមែនមានតែបងប្រុសទេហើយគាត់ភរិយារបស់គាត់នឹងក៏បង្ហាញកាត់លឿងហើយមានបងស្រីម្នាក់ទៀតក៏មកបង្ហាញថាគាត់មានកាត់លឿងគេហៅកាត់បានអ្នកក្រក៏មិនបើកឲ្យដែរមិននឹងបានអ្នកក្រមិននឹងអីទេព្រោះខ្ញុំអត់បាននៅស្រុកខ្មែរនេះខ្ញុំអត់ដឹងថាតើបានលឿងកាត់លឿងនោះវាជាកាត់អ្វីទេខ្ញុំក៏អត់ដឹងដែរខ្ញុំគិតថាប្រហែលជាបកាត់អ្នកក្រឬក៏កាត់អ្នកភៀសខ្លួនក៏មិនដឹងណាខ្ញុំអត់ដឹងទេនាងខ្ញុំថាមិនក៏អូនមិនចូលទៅសុំគេទៅប្រាប់គេទៅសុំទឹកឬក៏សុំជាស្បៀងអីតែទូចឲ្យកូនញ៉ាំទៅសុំឲ្យបងខ្ញុំទៅថតផ្ទាល់សុំឲ្យវាគម្រាមឲ្យខ្ញុំលុបវីដេអូនេះចោលគាត់គ្នាក៏លុបវីដេអូនោះបាត់ទៅហើយមានបងអូនស្រីផ្សេងទៀតឆាតមកនាងខ្ញុំឃើញខ្ញុំចូលទៅ comment គាត់ឆាតមកគាត់ថាបងណាកាលពីមកមួយសាមុនបងដឹងយ៉ាងម៉េចទេអត់ចែកឲ្យអ្នកណាអញ្ចឹងឯងហើយមានអ៊ំប្រុសបងប្រុសច្រើនចូលមក comment នៅក្នុងវីដេអូនោះប្រាប់ខ្ញុំថាគាត់ក៏អត់បានដែរវាអត់ចែកឲ្យទេអីវ៉ាន់ពេញក្នុងឃ្លាំងនៅសាលាខេត្តបាត់ដំបងពួកគាត់អត់ចែកឲ្យខ្ញុំទេខ្ញុំអស់សង្ឃឹមអត់មានអីហូបនាងខ្ញុំអស់អង្គហូបអត់មានអីហូបខ្ញុំត្រឡប់ទៅផ្ទះវិញខ្ញុំលែងនៅចាំហើយមានបងប្រុសមួយទៀតគាត់ចូលមកនិយាយបែបហ្នឹងដែរនិយាយឲ្យចំទៅឃើញមានមិនដឹងជាបងប្រុសមិនដឹងជាពូមិនដឹងជាយ៉ាងម៉េចទេព្រោះខ្ញុំអត់បានចូលទៅមើលទេគាត់ចូលមកថាឃើញច្បាស់ហើយនៅក្របភ្នែករបស់នាងខ្ញុំទាំងពីរមិនទាន់ខ្វាក់ទេណាអ៊ំប្រុសឬក៏បងប្រុសឬក៏ប្អូនប្រុសណាអត់ទាន់ខ្វាក់ទេភ្នែកទាំងគូរបស់នាងខ្ញុំឃើញច្បាស់ណាស់ហើយវាគម្រាមឲ្យលុបវីដេអូនឹងចោលបាត់ហើយនាងខ្ញុំឃើញនឹងវីដេអូហ្នឹងតើនាងខ្ញុំអូមើលទៅស្រាប់តែវាឃើញវាចៃដន្យវាឃើញហើយក្នុងថ្ងៃនោះតែម្ដងព្រឹកឡើងអូនស្រីឆាតមកបងអើយដឹកចេញទាំងយប់ដឹកទៅអស់ហើយដឹកចេញពីឃ្លាំងអស់ហើយមិនដឹងយកទៅចែកបងប្អូនកងទ័ពឬក៏ចែកឲ្យអ្នកណាឬក៏ដឹកទៅលាក់បងប្អូនទៀតនេះចេះណាបានជានាងខ្ញុំវិញ្ញាសាច់ណាស់នោះវិញ្ញាក៏ក្រឹបតែម្ដងហើយមានគុណម្ចាស់នៅអាមេរិកគុណម្ចាស់ប្រាប់នាងខ្ញុំថាឆាតមកនាងខ្ញុំក្នុងថ្ងៃនេះណាអំណោយរបស់ក្រុមគុណម្ចាស់ផ្ញើទៅឲ្យបាត់ស្រមោលឈឹងណាបណ្ដាប្រទេសផ្សេងចូលគ្នាផ្ញើទៅឲ្យបាត់ស្រមោលឈឹងនាងខ្ញុំមិនមែនចេះតែមកនិយាយទេនាងខ្ញុំ50កន្លះហើយណាខ្វះកន្លះទៀត60ហើយអាយុ60ឆ្នាំគេហៅនេះចិញ្ចាស់ហើយណាខ្ញុំសុំហៅខ្លួនឯងថានេះចិញ្ចាស់ហើយនាងខ្ញុំនិយាយអ្វីតែការពិតបើមិនពិតនាងខ្ញុំអត់និយាយទេនាងខ្ញុំវាឃើញផ្ទាល់នឹងក្រឹបភ្នែកនាងខ្ញុំនេះវីដេអូដែលបងអូនកំពុងតែស្រែកបង្ហើយហៅអត់ឃ្លាននោះហើយបើបងឯងឬក៏អ៊ំឯងឬក៏ពូឯងណាដែលមិនបានឃើញកុំចូលមក comment កន្លែងខ្ញុំមានករណីទេមានបេះដូងទេមានខួរក្បាលទេចេះគិតទេដែលចូលមក comment សួរនាងខ្ញុំហ្នឹងឃើញច្បាស់នឹងភ្នែកអត់ឃើញនឹងក្រឹកភ្នែកហ្នឹងមនុស្សយើងបើមិនឃើញនឹងក្រឹកភ្នែកហ្នឹងយកមកនិយាយមានពាក្យអីនិយាយកើតលើកពីស្អីនិយាយពីស្អីខ្ញុំអត់ចេះប្រកាច់ប្រខូចគេទេណាកូនខ្ញុំរៀនបានដល់បណ្ឌិតទាំង3ណា
ថ្លៃធ្នូនាងខ្ញុំគ្រួសារនាងខ្ញុំមិនមែនថោកទាបទេណាសួរខ្ញុំមុននឹងសួរខ្ញុំមើលខ្លួនឯងផងណាប្រយ័ត្នខ្វាក់ភ្នែកទាំងគូណានាងខ្ញុំប្រាប់ឲ្យហើយប្រយ័ត្នខ្វាក់ភ្នែកជាតិក្រោយមើលឲ្យអត់ឃើញនេះហើយខ្ញុំឲ្យខ្វាន់ទៀតចិត្តពីការចិត្តឲ្យវាខូចបេះដូងទាំងក្មេងទៀតពេលវាកើតមកនេះខ្ញុំសូមដាក់បណ្ដាសាវាហ៊ានយកពាក្យហ្នឹងមកសួរនាងខ្ញុំថាឃើញនឹងភ្នែកទេបើមិនឃើញណានាងខ្ញុំមិននិយាយទេហើយអូមើលគ្រប់វីដេអូនាងខ្ញុំតើមានខ្ញុំមាននិយាយអំពីពាក្យអស់ហ្នឹងអត់ខ្ញុំមិនដែរនិយាយទេនាងខ្ញុំនិយាយតែពីសាច់រឿងលេងរបស់នាងខ្ញុំនេះទេប៉ុន្តែនាងខ្ញុំឃើញវាអយុត្តិធម៌វាឈឺចាប់ណាបើប៉ះលើបងប្រុសឯងឬក៏ពូឯងអ៊ំឯងណាទៅសុំអំណោយគេដែលគេមិនឲ្យឲ្យគេឌីលគេប្រមាថគេឲ្យលុបវីដេអូហ្នឹងទៅថតសុំតវ៉ាហ្នឹងណាពួកឯងទទួលយកបានទេអ៊ំឯងទទួលយកបានទេបងឯងទទួលយកបានទេមើលខ្ញុំសួរមើលបើខ្លាំងណាស់នោះទទួលយកបានអត់ឬក៏មានខ្សែតេតងគ្នាចែករំលែកដែរបានយកមកនិយាយថាខ្ញុំសួរខ្ញុំហ្នឹងមុននឹងសួរខ្ញុំណាពួកឯងមានសិលធម៌ក្នុងខ្លួនអត់បងឯងអ៊ំឯងពូឯងក្មួយឯងហ្នឹងមានព្រមវិហារធ្វើមានបេះដូងអត់មានក្របភ្នែកអត់អូមើលវីដេអូខ្ញុំទៅបើខ្ញុំនិយាយរឿងជាតិអូមើលទៅតើខ្ញុំមានតែប្រមាថអ្នកណាទេមិនដែលទេលើកទី1ហើយដែលខ្ញុំមិនដែលអូមើលពីព័ត៌មានជាតិទេព្រោះនេះខ្ញុំថាទឹកដីខ្មែរនេះគឺសុខសប្បាយហើយបងប្អូនមានទៅដោយចិត្តសប្បុរសធម៌គ្រប់គ្នានាងខ្ញុំមិនដែលចាប់អារម្មណ៍អំពីរឿងស្បៀងរឿងអំណោយថាអ្នកណាចែកឬមិនចែកទេណានាងខ្ញុំគិតថាការចែកនេះគឺត្រូវតែមានគឺត្រូវតែបានព្រោះរាជអង្គាសនៅក្នុងស្រុកបារាំងគ្រប់បណ្ដានៃប្រទេសដែលមានខ្មែរនៅរាប់ម៉ឺនរាប់សែនរាប់លានអ្នកនាងខ្ញុំដឹងថាទៅដល់បានដល់ដៃបងប្អូនតែគុណម្ចាស់នោះលោកជាព្រះសង្ឃណាគុណម្ចាស់ឆាតមកនាងខ្ញុំខលមកនាងខ្ញុំអំណោយរបស់គុណម្ចាស់គឺអត់បានដល់ដៃបងប្អូនទេគឺបានដល់ពួកវាណានេះជាការពិតលោកសង្ឃមិនភូផោទេដាច់អាបត្តិបាបណាស្គាល់ពាក្យថាបាបទេហ្នឹងហើយស្គាល់អាក្រក់ស្គាល់ល្អទេហ៊ានស៊ីញើសស៊ីឈាមថាគេប៉ុណ្ណឹងហើយហ៊ានចូលមកឆាតនឹងកន្លែងវីដេអូរបស់នេះខ្ញុំទៀតខ្ញុំមិនប្លុកចោលសំណាងហើយនេះបានថាពេលស៊ីពេលមែននេះបានថាចាស់ហើយគាត់ដូចមិនមែនក្មេងទេមើលទៅចំណាស់ដែរណាខ្ទង់សកលខ្ញុំឬក៏អាចជាបងនេះខ្ញុំឬក៏អូននេះខ្ញុំបន្តិចបន្តួចមើលទៅភិនភាហ្នឹងហើយពួកនេះស្រុកខ្មែរឆាប់ចាស់ណាស់ហើយបើអ្នកដែលឆាប់ចាស់ខ្លាំងជាងគេដឹងអ្នកឯងអ្នកនឿយនឹងអ្នកលំបាកហើយបើឆាប់ឈឺឆាប់ងាប់ជាងគេគឺពួកអាផឹកច្រើនស៊ីច្រើនបោកប្រាស់ទេប្របាញ់ពីរះនេះខ្ញុំសូមនិយាយឲ្យត្រង់តែម្ដងណាហ្នឹងហើយព្រោះផឹកទៅអាស្រានោះវាទៅស៊ីកលៀននរកវាទៅស៊ីកលៀនណាហ្នឹងហើយស្រីច្រើនពេកវាកំបៅអានេះខ្ញុំនិយាយត្រង់ចាំណាញីច្រើនពេកហ្នឹងហើយខ្ញុំសូមនិយាយឲ្យត្រង់តែម្ដងក្តៅខ្ញុំក្តៅលញើសាច់ចឹងបានខ្ញុំថារឿងជាតិនេះមួយខ្ញុំអត់លុបដៃទេព្រោះខ្ញុំដឹងថាប្រមុខដឹកនាំយើងល្អណាស់គាត់មើលខុសត្រូវប្រជាជនគាត់បានល្អណាស់គាត់មានមេត្តាករុណាខ្លាំងណាស់តែប្រយ័ត្នអាចៃនេះអាចៃមកសម្បុកនេះបានជានេះខ្ញុំវាក្តៅណាស់ណាហើយបងស្រីអត់ហ៊ាននិយាយប្រាប់ខ្ញុំទេថាបងខ្ញុំអត់ហ៊ាននិយាយទេបើកាលណាខ្ញុំនិយាយវាមកសម្លុតគម្រាមខ្ញុំដល់ផ្ទះវាគម្រាមសម្លាប់ខ្ញុំទៀតបងស្រីនិយាយត្រង់ចាំតែម្ដងអញ្ចឹងខ្ញុំអត់ហ៊ាននិយាយអីទេបងខ្ញុំដាំដល់គោហើយសម្លេងគាត់មានច្រើនណាស់ឆានខ្ញុំអត់ហ៊ានយកបញ្ចាក់ទេខ្លាចទៅធ្វើបាបគាត់អញ្ចឹងហើយខ្ញុំសុកចិត្តបិទចោលអ៊ីបចោលហើយម្នាក់សួរខ្ញុំថាម៉េចក៏មិនយកវីដេអូនោះមកចាក់ម៉េចក៏មិនយកសលេងបងដឹងអត់វាគ្រោះថ្នាក់ដល់បងស្រីហ្នឹងណាហើយឬក៏មិនជឿខ្ញុំគិតថាខ្ញុំកុហកអូមើលវីដេអូខ្ញុំទៅបើខ្ញុំចេះនិយាយពីរឿងអ្នកណាម្នាក់រឿងទៀតរឿងអីអូមើលទៅវាក្តៅពេកអូទៅឃើញត្រង់អត់បានប៉ុណ្្នឹងឯងបងប្អូនក៏សូមជម្រាបលាណាជូនពរសំណាងល្អសុខភាពល្អទាំងអស់គ្នានេះខ្ញុំមកត្រង់អត់បានសុំទោសផងណាបងប្អូនសម្ដីខ្ញុំរៀងធំបន្តិចព្រោះខឹងជម្រាបលាជូបាយបាយ